ចាំបាច់អីត្រាំតែទឹកស៊ីអ៊ីវបងប្អូនបកាត្រាំទឹកត្រីក៏ក្រហមដែរហើយក្រហមស្អាតជាងត្រាំទឹកស៊ីអ៊ីវទៀតបងប្អូនមើលពណ៌មើលហើយត្រាំតែមួយយប់គឺបានញ៉ាំហើយបងប្អូនមុនដំបូងខ្ញុំក៏ឡោយស្ករឲ្យពណ៌ជើងក្រងហើយបន្ទាប់មកខ្ញុំដាក់ខ្នុរមួយស្លាបព្រាបាយទឹកត្រីអំបិលហើយនឹងទឹក3កែវបងប្អូនធ្វើការភ្លក់រសជាតិយកដុតជើងទឹកត្រីយើងធ្វើទឹកជ្រលក់បងប្អូនហើយខ្ញុំអត់ដាក់ខ្ទឹមសខ្ទឹមបារាំងអីទេបងប្អូនដោយសារខ្ញុំធ្លាប់ត្រាំជាមួយទឹកស៊ីអ៊ីវវាធុំក្លិនទុកឲ្យបានយូរអញ្ចឹងខ្ញុំជំនួសដោយខ្ញីវិញបងប្អូនដាក់ខ្ញីទៅកាត់ឆ្អាបហើយឥឡូវទឹកត្រីខ្ញុំពុះហើយខ្ញុំទុកឲ្យត្រជាក់បានខ្ញុំយកបកាយកមកដាក់ត្រាំទុកមួយយប់បងប្អូនទុកនៅក្នុងទូទឹកកកស្អែកឡើងបានញ៉ាំហើយពណ៌បកាអូយឡើងស្អាតជាងពណ៌ត្រាំទឹកស៊ីអ៊ីវទៀតបងប្អូនចាហើយនេះគឺជាបន្លែញ៉ាំផ្ទាប់ជាមួយបង្គាត្រាំទឹកត្រីបងប្អូន